Ba số đâyថ្ងៃនេះខ្ញុំចង់បង្ហាញបងប្អូនអំពីការបង្ហាញបន្ទាត់ចុចនៅក្នុងកម្មវិធី Microsoft Word ហ្នឹងវាសម្គាល់ព្រំដែននៃអក្សររបស់យើងបើសិនជាយើងអត់ដាក់វាទេយើងពិបាកក្នុងការកំណត់សម្គាល់ថាព្រំដែននៃអក្សររបស់យើងហ្នឹងវាដល់ត្រឹមណាអាចវាយទៅវាដល់ត្រឹមណាអីត្រឹមណាអញ្ចឹងវាពិបាកអញ្ចឹងដើម្បីដាក់អាហ្នឹងឧទាហរណ៍ថាកុំព្យូទ័ររបស់ខ្ញុំវាមានហើយភាសាខ្ញុំដាក់ហើយអញ្ចឹងដើម្បីដាក់វាគឺយើងចូលទៅក្នុងពាក្យថា file ហើយយកពាក្យថា option បាទហើយយកពាក្យថា advanced អញ្ចឹងយកពាក្យថា advanced មកយើងទាញវាមកក្រោមមក scroll វាមកក្រោមហើយយើងមើលពាក្យថា show text boundary text boundary ហ្នឹងគឺតើតងនឹងអាហ្នឹងឯងអាបន្ទាត់ហ្នឹងឯងអញ្ចឹងជាធម្មតានៅពេលដែលយើងតម្លើងកម្មវិធី Microsoft Word ដំបូងមកគឺវាអត់មានបង្ហាញអាហ្នឹងអញ្ចឹងណាអញ្ចឹងវាធ្វើឲ្យយើងពិបាកនេះដឹងក្នុងការកំណត់ព្រំដែនអក្សររបស់យើងតែបងប្អូនមួយចំនួនចង្កេះគាត់អត់ដឹងហើយមួយទៀតគាត់គិតថាពិបាកមើលក្នុងការបង្ហាញអាហ្នឹងមកវាពិបាកមើលអក្សរឃើញបន្ទាត់អញ្ញែអញ្ញៃអីចឹងទៅខ្ញុំបន្ទាត់ចេញមកគូសអញ្ញែអញ្ញៃចឹងទៅប៉ុន្តែអាហ្នឹងអត្ថប្រយោជន៍របស់វាយើងងាយស្រួលក្នុងការមើលហើយយើងកំណត់ព្រំដែនអក្សររបស់យើងឲ្យវាយដល់ត្រឹមណាយើងលៃ margin ខាងក្រៅនេះសល់กระดาษរបស់យើងសល់ជាយប៉ុណ្ណាអីប៉ុណ្ណាហ្នឹងអាហ្នឹងគឺយើងបង្ហាញអាហ្នឹងមកយើងស្រួលមើលបាទអញ្ចឹងអានេះគឺវាអត់មានទេអញ្ចឹងបើចង់ឲ្យមានវិញយើងចូលទៅនឹងវិញមក file យកពាក្យ option ហើយយកពាក្យថា advanced ហើយបន្ទាប់មកយើង tick លើ show text boundary បាទអញ្ចឹងមកអូខេវានឹងបង្ហាញហើយបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងឯងបាទ